អនុញ្ញាតសូមគោរពជំរាបសួរលោកពុកអ្នកម្ដាយបងប្អូនជនរួមជាតិដែលកំពុងតាមដានទស្សនាដៃខ្មែរ TV ជាទីស្រឡាញ់គោរពរាប់អានដល់ជ្រាលជ្រៅជាទីបំផុតថ្ងៃនេះសូមមកធ្វើបច្ចុប្បន្នភាពបន្តិចអញ្ចឹងឆ្លៀតឱកាសនៅពេលដែលខ្ញុំបាទជ្រោកម្លប់ក៏នឹកឃើញអនុស្សាវរីយ៍ហើយអនុស្សាវរីយ៍ទាំងអស់នេះគឺដិតដាមដោយការប្រឹងប្រែងការពីរយៈកាលមុនបាទបងប្អូននេះអាស្រមរបស់ព្រះអង្គគ្រូដែលចាប់បដិស្ថានឡើងពីដំបូងគឺទីនេះហើយដែលញ៉ាំងឲ្យសទ្ធាជ្រះថ្លារបស់បរិស័ទសាសនុបឋមរបស់ព្រះអង្គក៏ដូចជាយើងខ្ញុំទាំងឡាយដែលបានចំណាយពេលវេលាតាមដានអស់រយៈកាលជិតនឹង2ឆ្នាំកន្លងទៅនេះជាមួយនឹងប្រវត្តិមានរបស់ប្រគុណម្ចាស់ព្រះអង្គនេះនាងមេវនេះគាត់ថាឃើញមកភ្លាមលិតដៃលិតជើងបងប្អូននេះនាងមេវនឹងឆ្មេនឹងឈ្មោលទៀតហើយទីនេះហើយជាកន្លែងដែលយើងបានឃើញនៅសមិទ្ធផលផុសអណ្ដែតមកទល់សប្តាហ៍ថ្ងៃនេះហើយប្រវត្តិមានរបស់ព្រះអង្គក៏បានបដិស្ថានឡើងកាលនោះគឺធ្វើឲ្យផុសផុលក្នុងវិស័យសាសនាហើយបន្តមកទៀតមកគិតទល់នឹងពេលនេះមិនទាន់នឹងរយៈពេល2ឆ្នាំពេញលេញទេនៅថ្ងៃទី10ខែឧសភាឆ្នាំ2025ខាងមុខនេះនឹងសម្ពោធសមិទ្ធផលរហូតដល់ទៅ10មុខជាងហើយថ្ងៃនោះក៏ជាថ្ងៃចុងក្រោយរបស់ព្រះអង្គដែរប៉ុន្តែសូមបញ្ជាក់ជូនម្ដងទៀតថ្ងៃចុងក្រោយនោះមិនមែនព្រះអង្គបាត់ប្រកាយទៅជានិច្ចនិរន្តរ៍នោះទេគ្រាន់តែជាថ្ងៃដែលបញ្ចប់កិច្ចសច្ចៈរបស់ព្រះអង្គគម្រប់7ឆ្នាំដែលព្រះអង្គគ្រងតំណែងក៏ដូចជាជួយវត្តចន្ទបជោតនារាមហើយវត្តសុទ្ធដល់រយៈកាលពេលវេលាដូច្នេះព្រះអង្គកាន់សច្ចៈដល់ពេលវេលានោះនៅថ្ងៃទី10ខែ5ឆ្នាំ2025នឹងមានកម្មវិធីសម្ពោធជាផ្លូវការនៅសមិទ្ធផលផ្សេងផងនោះហើយក៏ជាថ្ងៃដែលបងប្អូនទាំងអស់គ្នាឡើងមកជួបជុំនៅក្នុងកម្មវិធីដ៏ធំសម្បើមរបស់ព្រះអង្គថ្ងៃទី10ខែឧសភាឆ្នាំ2025ដែលខ្ញុំមកលើកម្ដងហើយម្ដងទៀតនេះចង់ឲ្យបងប្អូនទូទាំងស្រុកខ្មែរដែលស្រឡាញ់ដែលគ្រប់គ្រងនៅសកម្មភាពដ៏មហោស្ចារ្យរបស់ព្រះអង្គឡើងមកទាំងអស់គ្នាដើម្បីបានឃើញទស្សនវិជ្ជាដ៏ស្រស់ស្អាតនៅក្នុងបរិវេណនៃវត្តចន្ទបជោតនារាមហើយវត្តសុទ្ធនេះមានអ្វីខ្លះដែលប្លែកមានអ្វីខ្លះដែលល្អមានអ្វីខ្លះដែលគួរឲ្យកត់សម្គាល់ទាំងសមិទ្ធផលថ្មីសមិទ្ធផលចាស់ដែលបានរីកផុសអណ្ដែតកន្លងមកនោះមើលទៅហេដ្ឋារចនាសម្ព័ន្ធផ្សេងហាក់កំពុងតែគួចអន្តងឆក់យកបេះដូងរបស់បងប្អូនប្រជាពុទ្ធបរិស័ទចិត្តឆ្ងាយឲ្យមកទស្សនាឲ្យមកគយគុណឲ្យមកចូលមកគោរពប្រណិប័តតាមទិសសានុទិសដែលពួកគាត់ប្រាថ្នាជាស្ដែងបច្ចុប្បន្ននេះខ្ញុំបាទក៏សម្គាល់ឃើញថាសមិទ្ធផលផ្សេងដែលបានកកើតគួរឲ្យកត់សម្គាល់ហើយសុទ្ធតែមានគុណតម្លៃសម្រាប់វត្តចន្ទបជោតនារាមជាតាតាងហើយក៏ជាគុណតម្លៃសម្រាប់សម្គាល់ឲ្យសាសនាដ៏រុងរឿងរបស់យើងដែរព្រោះអីអ្វីដែលមាននៅក្នុងបរិវេណវត្តចន្ទបជោតនារាមហើយវត្តសុទ្ធនេះគឺសុទ្ធសឹងតែជាបុរាណបាទបុរាណសំណង់សាងសង់ថ្មីប៉ុន្តែសុទ្ធតែបុរាណណាបងប្អូនសាងសង់ថ្មីក៏ពិតប៉ុន្តែសុទ្ធតែបុរាណក្បូរក្បាច់រចនាគឺបុរាណកាលតែម្ដងបាទហើយមួយវិញទៀតសូមជម្រាបជូនបងប្អូនជនរួមជាតិយើងថាកុំឲ្យមានការផន់ច្រឡំពាក់ព័ន្ធទៅនឹងរឿងប្រវត្តិមានរបស់ព្រះអង្គតែព្រះអង្គថាលាហើយមិនមែនណាលារហូតទេព្រោះកិច្ចការងាររបស់ព្រះអង្គនៅតែបន្តនៅក្នុងកិច្ចការកសាងនឹងឯងគ្រាន់តែថាដែនអធិការកិច្ចសមត្ថកិច្ចរបស់ព្រះអង្គនៅគម្រប់7ឆ្នាំដល់ពេលដល់កាលដល់វេលាអញ្ចឹងព្រះអង្គត្រូវយាងនិមន្តហើយណាតែធុរកិច្ចផ្សេងព្រះអង្គនិមន្តខាងណាទៅខាងណាអីខាងណីអានឹងអាស្រ័យទៅលើកិច្ចការងារក៏ដូចជាយើងរងចាំមើលទាំងអស់គ្នាណាយើងអាចកាត់សេចក្តីបានទេហើយចំពោះបងប្អូនដែលសួរហើយសួរទៀតអញ្ចឹងដូចคลิปខាងដើមអញ្ចឹងរាល់សមិទ្ធផលទាំងអស់គ្នាគិតយ៉ាងម៉េចទៅបើព្រះអង្គនិមន្តចេញ
bà bọn thì muốn tranh tới hai có bọn nơi tại miền cái càng gì cái tập cái tuần ti nó cái co sang đại nâng mình ta na thế hai bọn có ban riêng trong cái nạ cam mà ca cái đôi chỉ cái nạ xong xem ấy riêng trong co sang đối tượng kia chăng là đi dừng khơi chia sải nha bọn bốn đôi rùa phía đã bọn bốn ban khơi những khơi nhé rồi giờ pe trăm tập pi năm cả phò phò dạng cầm hộp cua ở cọt sầm cò chỉ phun pệt nè rồi ở đây mà riêng tâm của bạn thì chẳng hay bạn vừa ao chấm ba rầm lịch tranh màu khla khla tru hỏi bọn bọn bạn khơi nước mình khơiแต่มอดlư khơiแต่มุกอะไรขึ้นมานึกไงออดkhơiสมบัติพออะไรเพราะมันเนี่ยสัตแต่เมียนสมบัติพอจิตตาต่างการเมียนในขนมตึกใดแดนสุวรรณภูมิบ่าบอกปนจังส้มกระรมเชยบอกปนชูรมเชียตามด่านเตี้ยสนาจมูกหนึ่งชมบาทในตัดตะเพียบดอกสระสาดขนมวัดต่อสดชี้บรรโตบรรทอบตีบ่าส้มกระรมเชย bạt nè phục mà bằng vốn còn lại pra ong rọ nịa chèn cho thơ ca vinh hói riệp tròn prọ đầm bôl khắp năm Việt Nam tam này nì môi rồi bỏ phụ quán hơi càng nghe đi đáy phát xoay mình té phục mà bằng vốn còn tại châu Nam rối chiêng bần to càng nghe rồi bỏ phụ quán chạp rồi rồi cái lại pra ong prọ nịa hơi dương mà mơ ti clear không bạ đầu bên cọc cọc lột dương vĩnh người ta nâu đỏ đá mình toàn rú rơ trên tế cứ cái lại cầm má nó phục mạng phốn tam lớn nâu sạch đỏ đá không cần lại cọc cọc lột sọ bó nó phục mạng bằng phốn thằng đi với cọc cọc lột phục mạng phốn đi clear art ơi bằng bài mà nó còn lại chết đầy smart tray đi clear art mình tén buộc mai bằng phố ai lâu ní mà mơ còn lại rồi hạt tật dân vĩnh người ta nâu tại sro sát đợt đấy sát chạy tật máu rồng vơi tao mò còn lại rồi hạt tật đặtรูปเพียบนี้ใจจุนปกไม้บองปอนได้มันตอนบานหมอกตุสนาในวัดสัต
អាចមើលនិងទស្សនាបាននៅក្នុង channel YouTube និង Facebook របស់ដៃខ្មែរ TV រហាត់ទឹកវិលរាងយឺតល្មមអ្នកមីងគាត់ស្រោចការស្រោចសួនរាល់ពេលម៉ោង 2 ម៉ោង 3 ហ្នឹងពុកម៉ែបងប្អូនស្រោចការមានទាំងអ្នកម្ដាយគាត់បោះសម្រាមស្រោចការស្រោចសួនតាមផ្នែកនីមួយៗរបស់ពួកគាត់កន្លែងស្រស់បោះមែនតើខៀវស្រងាត់ផ្កាពណ៌បៃតងចម្រុះលោកជំទាវសៀងច័ន្ទហេងគាត់ជិះឡានត្រួតពិនិត្យការងារតាមវត្តសុទ្ធពិតជាជ្រះថ្លាមែនទែនហើយទីធ្លាស្អាតនៅខាងមុខនេះពុកម៉ែបងប្អូនកន្លែងសាដីកោះបុរាណថ្ងៃមុននោះឥឡូវនេះរុះរោងចេញអស់ខ្លះហើយក្នុងបរិវេណខាងកោះប្រជុំទេពហើយចំណែកសាលាខាងនេះវិញប្រក់ដំបូលរួចហើយនៅតែក្បាច់ហោជាងខាងក្រោមបន្តិចបន្តួចទៀតរួចជាស្ថាពរដែរហើយពុកម៉ែបងប្អូននេះជាទាំងទស្សនីយភាពនេះស្អាតប្លែកចំណែកផ្លូវដើរខាងស្មើជើងយើងវិញគឺថារៀបមកដល់កន្លែងព្រះសេអាមេត្រីឲ្យពុកម៉ែបងប្អូនខាងស្ពានអ្នកបុរាណនោះរៀបចំរួចហើយអស់ហើយឥឡូវនេះមកដល់ខាងនេះបន្តទៀតហើយកន្លែងផ្លូវដែលពុកម៉ែបងប្អូនគាត់ដើរស្មើជើងគឺយើងដើរនៅលើខាងផ្លូវនេះគ្រាន់តែរៀបខាងជូជាជូសិនទៅវាយខាងកដាលពេលក្រោយនេះពុកម៉ែបងប្អូនបងជាងគាត់កំពុងតែស្វិតស្វាញមកមានញឹកមែនតើនេះ
នេះយើងមើលពីចម្ងាយទៅមើលពីចម្ងាយឃើញដើមឈើជីជូរតាមថ្នល់កន្លែងព្រះសេអាមិត្រីព្រះអង្គពណ៌មាសស្អាតមែនទែនខាងចន្ទាក្រោមបងជាងកំពុងតែស្វិតស្វាញដូចគ្នានៅគ្រប់ទីកន្លែងពុកម៉ែបងប្អូនកន្លែងណាក៏មានបងជាងគាត់ធ្វើការដែរមិនថាកន្លែងអគារវិបស្សនាកន្លែងសាលាឆាន់កន្លែងផ្សេងជាច្រើនតាមសមិទ្ធផលផ្សេងមានគ្រប់ទាំងអស់បាទពុកម៉ែបងប្អូននាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាសត្វភេររបស់ព្រះអង្គម្ដងក្នុងត្រង់ហើយពុកម៉ែបងប្អូនមិននៅក្រៅទេណាឃើញដែកបន្តិចហើយពុកម៉ែបងប្អូនពីចោហែទឹកគេក្តៅសម័យនេះម៉ោង 7:04 ណាពុកម៉ែបងប្អូនអរគ្នាចុះហែទឹកលេងសត្វភេរមកគេស្រែកក្តៅឯងលេងទឹក
phục mang bọn xài rong tao à rong cà phê bần cho năm á phục mang bọn rong lụt đồ